សួស្តីប្រិយមិត្តដែលកំពុងតាមដានព័ត៌មានជាមួយនឹង Channel YouTube Mr. 855 នៅពេលនេះដែរខ្ញុំបានក៏សូមលើកយកព័ត៌មានចំនួន2ដែលព័ត៌មានទី1នោះគឺទាក់ទិនទៅនឹងចាំយូរហើយមែនទេរឿងស្រទន់មុនស្នេហ៍ចេញ trailer ហើយបាទខ្សែភាពយន្តភាគរឿងស្រទន់មុនស្នេហ៍ដែលទស្សនិកជនទន្ទឹងរង់ចាំយូរមកហើយនោះនៅពេលនេះបានចេញ trailer ហើយប្លង់នីមួយៗសម្រិតសម្រាំងឥតខ្ចោះឯរូបភាពភ្លឺច្បាស់ត្រជាក់ភ្នែករឿងភាគស្រទន់មុនស្នេហ៍នេះដែលនឹងត្រូវចាក់ផ្សាយជូនទស្សនានៅទូរទស្សន៍ CTN ក្នុងពេលឆាប់នេះហើយបន្ទាប់ពីរឿងអាពាហ៍ពិពាហ៍ចម្លែកតោះទៅទស្សនា trailer រឿងស្រទន់មុនស្នេហ៍ខាងក្រោមទាំងអស់គ្នាបាទប្រិយមិត្តក៏អាចទស្សនាបានដែរដោយគ្រាន់តែចុចលើ link ដែលខ្ញុំដាក់នៅ description នៃវីដេអូបាទប្រិយមិត្តជាទីមេត្រីសម្រាប់អត្ថបទទី1នេះដែរខ្ញុំបានក៏សូមបិទបញ្ចប់ត្រឹមប៉ុណ្ណឹងឥឡូវនេះកុំឲ្យខាតពេលយូរយើងមកតាមដានព័ត៌មានទី2ជាបន្តទៀតសម្រាប់ព័ត៌មានទី2នេះគឺតាក់ទិនទៅនឹងអានីតាវវង្សក្រុងគ្រប់យ៉ាងបានត្រឹមតែសោកស្ដាយតើនីតាវវង្សគាត់សោកស្ដាយអ្វីទៅបាទចង់ជ្រាបច្បាស់សូមតាមដានព័ត៌មាននេះជាមួយនឹងខ្ញុំបាទទាំងអស់គ្នាដោយសារតែជាប់រវល់ថតរឿងឲ្យប៉ុស្តិ៍លេខ5និងផលិតកម្មមួយផ្សេងទៀតបានធ្វើឲ្យនីតាវវង្សជ្រុះបាត់ពីរឿងនិងថត MV ជាច្រើនបទនីតាវវង្សបានឲ្យដឹងថានាងពិតជាសោកស្ដាយខ្លាំងណាស់ចំពោះបណ្ដាផលិតកម្មមួយចំនួនបានតាក់ទងឲ្យថតខ្សែភាពយន្តភាគខ្នាតធំនិង MV បទចម្រៀងតែមិនមានពេលវេលាគ្រប់គ្រាន់ទទួលថតព្រោះជាប់រវល់ថតរឿងភាគថ្មីឲ្យទូរទស្សន៍ប៉ុស្តិ៍លេខ5ជាង3ខែទើបចប់ទៅតាមកុងត្រាបាទបីរឿងដែលខ្ញុំលុបចោលមិនទទួលថតព្រោះខ្ញុំបានកុងត្រាឲ្យប៉ុស្តិ៍លេខ5 3ខែកន្លះនិងថតឲ្យផលិតកម្មផ្សេងទៀតបានមួយរឿងដែរក្រៅពីថតរឿងប្អូនក៏បានលុបចោលគម្រោងថត MV ចោលដែរបងខ្ញុំពិតជាសោកស្ដាយខ្លាំងណាស់ខ្លួនមួយមិនអាចបែងចែកទៅថតរឿងបានទេរឿងច្រើនបានតែរឿងច្រើនបានទេតួការឆ្នះឆ្នើមក្នុងរឿងហង្សបាក់ស្លាប់ថ្លែងគួរបញ្ជាក់រឿងដែលនីតាវវង្សធ្លាប់សម្ដែងកន្លងមកមានដូចជារឿងភ្លើងស្នេហ៍ភ្លើងរិះសាហង្សបាក់ស្លាប់នាងនាថបាត់ដំបងស្នេហាចាំជាតិនិងរឿងចុងក្រោយដែលនាងថតឲ្យប៉ុស្តិ៍លេខ5គឺនេះឬជីវិតបាទរឿងចុងក្រោយគឺនេះឬជីវិតប្រិយមិត្តជាទីមេត្រីសម្រាប់អត្ថបទទាំងពីរនេះដែរក៏ឈានមកដល់ទីបញ្ចប់ផងដែរអរគុណប្រិយមិត្តដែលចំណាយពេលវេលាដ៏មានតម្លៃតាមដានព័ត៌មានជាមួយនឹង Channel YouTube Mr. 855នៅពេលនេះដែរខ្ញុំបានក៏សូមអរគុណនិងសូមជម្រាបលា